ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយជាមួយនឹងវីដេអូទៅវិញមានអ្នកបំភូមិទេប៉ុន្តែជាការកំសាន្តមួយនៅពេលចុងសប្តាហ៍អញ្ចឹងណាគាត់ដាក់នៅកន្លែងចិត្តកំពង់ផែនៅភ្នំក្រៅសម្រាប់អ្នកសៀវនេះចង់ជាស្គាល់ហើយទីតាំងមួយហ្នឹងវីដេអូមួយហ្នឹងខ្ញុំចង់និយាយថាចាសមុទ្រតឡានរត់ទេផ្លូវហ្នឹងក៏មាន500ចិត្តដែរទោះបើជីឡានពិតតែហើយណាក៏បានជី500ចិត្តឡានបជាដែរនិយាយមែនបន្ទាប់ពីវីដេអូឡាន500ចិត្តប្រទេសផ្លូវមកឥឡូវយើងទៅគប់ទៅដល់ទាំងអស់គ្នាជមើលថាតួឯករបស់យើងតួឯកប្រុសយើងហ្នឹងគាត់គប់បានឬអត់ជមើលមែនតើវីដេអូហ្នឹងតាំងពីថ្ងៃទី11ខែ9មកម្លេះតាំងពីមុនចូលជុំតែអត់មានពេលកាត់ដល់អញ្ចឹងចាំកាត់ពេលក្រោយជុំហ្នឹងទៅឥឡូវយើងមកទស្សនាមើលថាតើតួឯកប្រុសយើងគប់ពេទ្យប៉ោងបានឬក៏អត់ជមើលស្នាដៃរបស់គាត់ណាថ្ងៃហ្នឹងមនុស្សជាអត់សូវមានទេប្រហែលជាមកពីពួកខ្ញុំទៅពេលយប់ពេកដោយសារអ្នកលក់ហ្នឹងគាត់ចិត្តរៀបបិទដែរដោយសារមានមនុស្សពេលហ្នឹងគឺមានតែខ្ញុំ3នាក់គ្នាខ្ញុំហ្នឹងឯងតែទៅលេងចុងក្រោយគេហ្នឹងគប់ថ្ងៃហ្នឹងដូចជា5ព្រួញគឺតួឯកប្រុសយើងគប់បានសូម្បីតែមួយព្រួញខុសទាំងអស់និយាយមែនខកខ្លួនហ្មងឥឡូវមកខាត់ពេលយប់ហ្នឹងទៅជាតែភ្លើងវិញទៀតហ្នឹងតែបានជាតែភ្លើង500ចិត្តទៅយើងជាតែភ្លើងធម្មតាដោយសារតែភ្លើងនៅមានកូនក្មេងជីអញ្ចឹងមានតែកូនក្មេងវ័យ25ឆ្នាំជីទេខ្ញុំអត់ដឹងថាប្រទេសភ្លើងហ្នឹងគេជីរយៈពេលប្រហែលជុំទេប៉ុន្តែថ្ងៃហ្នឹងជីតែគ្នា3នាក់មិនដឹងថាពូនឹងគាត់ដាក់ឲ្យប្រហែល100ជុំទេគឺមានអារម្មណ៍ថាយូរមែនតើយូរខ្លាំងហ្មងយូរខុសពីធម្មតាឃើញកូនក្មេងជីគាត់ជីមួយផ្លែប៉ុន្តែពួកខ្ញុំជីគឺវាចូលចិត្ត20ជុំនិយាយមែនជីឡើងវិលពេញហ្នឹងហ្មងនៅគ្នាជីបដាសាយខ្លួនឯងបដាថាអន្តេះភ្លើងហ្នឹងកូនមួយអ្នកជីសោះលើខ្លួនឯង25 26នៅជីហ្នឹងទៀតសំបីតែអ៊ីហើយនឹងអូនទុយគាត់ឈប់មកពីខាងក្រៅពួកខ្ញុំជីនិយាយមែនជីតែ3នាក់តែអ្នកទស្សនិកជនផ្សេងឈប់មកពីខាងក្រៅហ្មងមានអារម្មណ៍ថាអៀនខ្លាំងហ្មងដោយសារវាចម្លែកពេកបើកន្លែងមកតួឯកប្រុសយើងវិញខ្ញុំសាច់រហូតនិយាយមែនគេនិយាយទៅរីករាយហ្មងគេដោយសារពីទូចហ្នឹងគេបានជីមានតែជីថ្ងៃហ្នឹងជីឆ្អាតឆ្អន់មែនតើជីឆ្អាតជីឡើងខ្ជិលជីឡើងចង់សុំពូដែលបើកបជាតែភ្លើងនឹងសុំឈប់ហ្មងណាវាទៅគាត់ឲ្យជីយូរខ្លាំងពេកឥឡូវធុញថប់ទៅយើងដូរបេសកកម្មយើងទៅជីឡានមកគ្នាវិញជីឡានមកគ្នាចង់ជីដែរប៉ុន្តែម្នាក់2000បានមួយផ្លែតជីមួយផ្លែតវាអស់នាទីទៅក៏អន្លូតតែបើជាតែភ្លើងជីបានយូរមែនតើតែអត់មានចង់ជីឡានបុកគ្នាច្រើនជាងដោយសារវាសុបាយយើងជីដើរបុកគេបុកឯងពេញហ្នឹងទៅនិយាយទៅមកកន្លែងលេងមួយមានតែ3នាក់ហ្នឹងឯងអត់មានណាគេជីតែ3នាក់ហ្នឹងឯងសូម្បីតែភ្លើងឬកន្លែងបុកគ្នាជីតែ3នាក់ហ្នឹងឯងដល់ពេលគេផ្សេងគេទៅលោតប៉ងនៅគៀនឡានបុកគ្នាណាតែគេអត់គេជីឡានបុកគ្នាផងគេទៅលោតប៉ងទៅជីតែ3នាក់ហ្នឹងជាចុងក្រោយវីដេអូយើងក៏ដល់ទីបញ្ចប់បាយជម្រាបលាជួបគ្នានៅវីដេអូក្រោយនៅសប្តាហ៍ក្រោយខែក្រោយឆ្នាំក្រោយអត់ដឹងទេអរគុណ